ជំរាបសួរដល់បងប្អូនអ្នកស្រឡាញ់ម៉ូតូទាំងអស់គ្នាល្ងាចមិញមានបងប្រុសម្នាក់គាត់ឆាតមកថាចង់មើលម៉ូតូខ្ញុំហ្នឹងលម្អិតព្រោះគាត់ស្រឡាញ់ XR ដែរអញ្ចឹងជូនតាមសំណូមពរណាថ្ងៃនេះខ្ញុំថតឲ្យលម្អិតជូនបងប្អូនមើលប៉ុន្តែប្រហែលជាអាចវែងបន្តិចអញ្ចឹងនេះខ្ញុំថតមួយឲ្យលម្អិតជូនបងប្អូនមើលឲ្យបងប្អូនមើលទាំងអស់តាំងពីសាច់ដែកសាច់ម៉ាស៊ីនសាច់តួសាច់ជ័រអញ្ចឹងក៏មានសំណូមពរអីអញ្ចឹងក៏ឆ្លៀតថតឲ្យបងគាត់មើលតិចទៅព្រោះគាត់ឆាតមកแล้วសង្ឃឹមថាបងបានមើលហើយចាំជួយចុចមេដៃឲ្យផងនេះប្លុកបេនប្លុកម៉ាស៊ីនមានបងប្អូនម្នាក់គាត់ឆាតសួរដែរថាម៉ាស៊ីនហ្នឹងក្រូមេអស់ម៉ានហើយខ្ញុំក៏មិនដឹងដែរខ្ញុំក៏ឆ្លើយថាមិនដឹងទេព្រោះខ្ញុំទិញមកពីអញ្ចឹងខ្ញុំមិនដឹងថាគេក្រូមេអស់ម៉ានទេអញ្ចឹងណាអញ្ចឹងអាហ្នឹងខ្ញុំក៏មិនប្រកាសដែរថាវាយ៉ាងម៉េចតែគ្រាន់តែថាគាត់ថាឃើញក្រូមេហ្នឹងវាស្អាតអញ្ចឹងឥឡូវក៏ថតជូនបងប្រុសតាមសំណូមពរនេះកង់មុខដុំកង់មុខបូមគៀងអានេះចៅខ្ញុំទិញដាក់ទេព្រោះកុំឲ្យចូលទឹកព្រោះយើងអត់បានដាក់កញ្ចក់ខ្ញុំជូនបងមើលទាំងអស់មើលដល់ប្លុកគៀននេះទៀតនេះបូមនេះមកកណាត់កក្បាលមុខខ្ញុំទៅសារដៃវាទុនជិះ3-4 ម៉ោងអត់ឈឺដៃទេជិះឲ្យយើងឈប់ឲ្យជីទៅអញ្ចឹង1 ម៉ោង 2 ម៉ោងអីកាន់មូលវាអត់ឈឺដៃទុនវាប្លុកមកខាងនេះម្ដងម៉ាស៊ីនខាងជួយចតុលវាក៏ដូចនៅពណ៌ស្អាតដែរមិនដឹងថាគេបាញ់អ្នកលក់ក៏បាញ់បន្ថែមឬមួយក៏វានៅអញ្ចឹងយើងខ្ញុំអត់ដឹងដែរហើយយកមកវាបានរូបរាងអញ្ចឹងណាយកមានធ្វើអីទេយកមកលាងទឹកហ្នឹងជីនឹងឲ្យល្ងាចមិញជួបបងប្អូនម្នាក់ស្រឡាញ់ XR ដូចគ្នាបានថតរូបមកប៉ោះដែរចាំមើលចាំមួយហើយចាំផុសរូបពីអ្នកគាត់ចង់បានអ្នកស្រឡាញ់ម៉ូតូត្រៃដូចគ្នាណាតាំងពី CRS តាំងពី XR អីគួរតែមានពេលបានហូបហួេជាមួយគ្នាមកព្រឹកជជែកគ្នារឿងម៉ូតូចែកចំណែកបោះពិសោធន៍
គ្នាទៅវិញទៅមកព្រោះខ្ញុំថ្មីដែរទេខ្ញុំទំជិះបានមួយខែហ្នឹងអញ្ចឹងបទពិសោធន៍វានៅស្ទើរជាងបងអ្នកខ្លះគាត់ជិះអស់ម៉ូតូ3ម៉ូតូ4ហើយអញ្ចឹងគាត់មានបទពិសោធន៍ច្រើនអូខេអរគុណបងប្អូនទាំងអស់គ្នាខ្ញុំជាពិសេសបងប្អូនដែលគាត់ឆាតមកខ្ញុំសង្ឃឹមថាបងបានឃើញវីដេអូនេះហើយចាំឲ្យបេះដូងមួយផងអរគុណ